ឡានប្រភេទ Super Hybrid ចំណុចសំខាន់កន្លែងរបស់វាគឺ SOC គឺការកំណត់អញ្ចឹងមានន័យថាតើយើងចង់ឲ្យធម្មពលថ្មនេះប្រើដល់ម៉ែនអញ្ចឹងជាទូទៅបើប្រើក្នុងក្រុងឯងខ្ញុំណែនាំថាឲ្យបើសិនជាពេលយើងសាកថ្មនេះឲ្យវាដល់35%ទៅឲ្យវាលោតចូលទៅប្រើសាំងអញ្ចឹងបើយើងប្រើកន្លែង AI Energy Management មានន័យថាវាកំណត់ដោយ AI អូតូម៉ាទិកប៉ុន្តែយើងអាចកំណត់ដោយដៃរបស់យើងបានអញ្ចឹងអាចកំណត់យក35%ហើយយកពាក្យ save អញ្ចឹងមានន័យថានៅពេលដែលបងធ្វើការបើកម៉ាស៊ីនសាំងណានៅពេលដែលវាធ្វើគេហៅថាដំណើរការតាក់ទៅកង់បញ្ជូនថាមពលទៅឲ្យម៉ូទ័រហើយម៉ូទ័រទៅតាក់ទៅកង់អញ្ចឹងម៉ាស៊ីនវាធ្វើការអញ្ចឹងវានៅសល់ថាមពលនេះអញ្ចឹងវាបញ្ជូនមកនៅសល់មួយសាកថ្មអញ្ចឹងធ្វើកន្លែងហ្នឹងរៀងចំណេញប៉ុន្តែបើទៅខេត្តចង់ដូរក៏បានអត់ក៏បានដែរខ្ញុំគិតថាមិនបាច់កុំឲ្យសាំញ៉ាំច្រើនអីអញ្ចឹងណាបងអញ្ចឹងយកត្រឹម30ឬក៏40%ទៅអញ្ចឹងអាចឲ្យម៉ាស៊ីនសាកមកអាគុយបន្ថែមអញ្ចឹងសល់ថាមពលវាបញ្ចូលមកនេះហើយចុចពាក្យ save ទៅគឺវាអត់ឡូទេវាអត់កំណត់ដោយ AI ប៉ុន្តែវាកំណត់តាមការកំណត់របស់យើងអញ្ចឹងណារបៀបប្រើអាប្រភេទ Super Hybrid